ប្អូនដែលប្រើប្រាស់ TikTok បងប្អូនដែលប្រើប្រាស់បណ្ដាញសង្គមផ្សេងគ្រប់កម្មវិធីទាំងអស់សូមមេត្តាបង្ហោះរូបបង្ហោះវីដេអូនៅទស្សនវិជ្ជាទាំងអស់នេះសំឡេងរបស់បងប្អូននឹងដើរតួនាទីសំខាន់មែនទែនក្នុងការបង្ហាញទៅកាន់អន្តរជាតិថាប្រជាជនកម្ពុជាកំពុងតែត្រូវការសន្តិភាពទីធ្លាប់កក់ក្ដៅទីសុខសាន្តទីធ្លាប់មានស្នាមញញឹមទីអ៊ូអឥឡូវប្រែទៅវឹកវរคล้ายជាគុំណោភាពឈឺចាប់បាត់សំឡេងក្មេងលេងសើចច្រៀងហោកណ្ដឹងធ្លាប់រកក្នុងសាលាក៏ស្ងាត់ភាពរីករាយភ្ជុំបោកផាត់គួចរសិតទៅទីឆ្ងាយឬសំឡេងឈឺចាប់នេះទេប្រាប់បានទេថាមកពីអ្វីបាត់មកផ្ទះបាត់គ្រប់អ្វីភាពផិតភ័យរំពាត់ជាប់កាយឬសំឡេងឈឺចាប់នេះទេសំឡេងកូនយំស្រែករកម្ដាយសូមឲ្យព្យុះកំណាចរសាយសូមឲ្យគ្រប់យ៉ាង